អីយ៉ាបាទស្ដីញ៉ាំបាទជំរាបសួរបងបាទបាយរាប់អីគេមិញពងរាប់ខ្សែក្រវ៉ាត់បងប្រហែលបង24បងចុះអាស្មានៅមួយទៀតតាំងអាហ្នឹង24អូតាទៅ24បាទចុះឥឡូវក្លឹបតគូសេមុនថេនសប្តាហ៍នេះរួមទាំងសប្តាហ៍ក្រោយដើមខ្សែក្រវ៉ាត់បានខ្សែក្រវ៉ាត់2បង2ប្រាខ្លះបង យ៉ាស៊ីនហើយមហាម៉ាត់អាយ៉ាមើលមានត្រៀមរកកន្លែងដាក់ខ្សែវ៉ាត់ហើយត្រៀមហើយបងដាក់បានប្រហែលខ្សែទៀតមកទៅទូនេះដាក់ពីខ្សែទៀតក៏បានដែរបងអត់អីទេញ៉ានៅក្នុងនេះបងជាគ្រូដាក់ស៊ីបឲ្យអ្នកទាំងពីរទេបាទបងមិនដែរមើលគាត់ចូលស៊ីបអូពួកគាត់ស៊ូល្អបងស៊ូហើយចង់និយាយថាគាត់ដឹកស្រែកឃ្លានជ័យជំនះមកខ្ញុំដាក់ស៊ីបថ្ងៃចឹងងាប់ហ្នឹងចុះមួយខែតែគេអត់វាយនេះគាត់ទៅណាគាត់នៅតែក្លឹបនៅហាត់មួយខ្ញុំអីហ្នឹងមានបានតែផ្ទះទេបាទឥឡូវចំណាប់អារម្មណ៍បោះបងមិនដែរឥឡូវនិយាយពីឌឹមសរុំមួយមហាម៉ាត់តែវាយអាទិត្យនឹងតិចចុះឌឹមសរុំគាត់កីឡាគាត់ល្អក្បាច់តម្លើងជើងអញ្ចឹងតែមហាម៉ាត់មួយរយៈនេះគាត់ខ្លាំងហាត់ខ្លាំងជាងថ្ងៃវាយមួយឡើងសិនេទៀតសាហាវបងចង់និយាយថាគាត់ចាញ់ម្ដងគឺគាត់ប្រឹងហើយសារនេះកម្មវិធីធំវាយតារាមខ្សែក្រវ៉ាត់ទៀតបាទចង់គាត់ប្រឹងលុះមុនទៀតបងយ៉ាស៊ីននឹងបុនសុធាបងដឹងទឹកប្រាក់បានទេលើនេះ$10000បងកាលជុំមួយដែលយ៉ាស៊ីនវាយវិលជុំបាទជាមួយគឺវ៉ាន់ឃីមមកទៅឯងអត់បានទៅអូចុះលើកនេះមិនដែរលើកនេះដឹងតែល្អមើលឈ្នះចាញ់ដឹងតែដឹងតែយ៉ាស៊ីនគឺគាត់ចង់និយាយថាបុកបើរឿងវាយចូលដល់វាយស៊ូអត់ដឹងទេបាទចូលដាក់ស៊ីមើលទៅកម្លាំងគាត់អីមិនដែរកម្លាំងហែងកម្លាំងល្អល្អជាងមុនទៀតបុនសុធាមិនដែរញ៉ាបុនសុធាកីឡាគាត់ល្អសេរីចាស់តែគាត់ថាគាត់ឥឡូវរៀងថយស៊ូចុះតែបន្ទប់យ៉ាស៊ីនអត់ចោះដល់តែខ្លាចតែវាថាចាញ់ដាច់ទឹកខ្លាចតែចាញ់អស់ស៊ូអញ្ចឹងអូបាទញ៉ាឥឡូវបបមកកាន់យ៉ាស៊ីនវិញវាយ5ទឹកចុះមហាម៉ាត់វាយបានទឹក5ដូចគ្នាបង5ដូចគ្នាបាទអាយ៉ាឥឡូវកូនសិស្សថ្នាក់ហើយមហាម៉ាត់ធ្វើគីឡូយ៉ាស៊ីនកំហាត់មើលណាយ៉ាស៊ីនមកដាក់នេះណាយ៉ាស៊ីនណាដាក់ចិត្តបានឥឡូវចោលនៅណាអូនេះមកនេះអូទេនេះគាត់ហាត់ចោលបាទឥឡូវជំនឿចិត្តបាទញ៉ាវិញដែលជាហៅថាគ្រូប្រចាំនៅក្លឹបទៅពេញនេះផងជំនឿចិត្តយ៉ាងម៉េចដែរចំពោះកូនសិស្សពីរនាក់នេះខ្ញុំជឿជាក់លើពួកគាត់100%មក100%មកណាហើយយើងអ្នកប្រហាត់គាត់យើងដឹងពីការខំប្រឹងរបស់គាត់បាទហាត់ខ្លាំងលើសមុនទៀតណាបាទឥឡូវមិញ20ប្រហែលនឹង24អញ្ចឹងបើយក2ទៀតបាន26បងហើយស្រាប់ញ៉ាវិញការញ៉ានៅប្រកួតបានម្ដងញ៉ាខ្ញុំអត់ចំដូចជាច្រើនបងចូល50អត់ទេមានដល់200អូ200បាទខ្ញុំចាំញ៉ាយវាយប៉ូលី5ខ្ញុំធ្លាប់ថាឃើញបាទខ្ញុំវាយយូរហើយនៅខោនក៏ធ្លាប់បានប្រាក់លៀនដែរការវាយដាក់ឈ្មោះអូពីមុន2016ខ្ញុំដាក់ឈ្មោះឈុនបញ្ញាបាទដល់ពេលមកហាត់មួយគូថេនដាក់ថេនខំបញ្ញាបាទសេរីតែកំពុងតែល្អបច្ចុប្បន្នប៉ុន្តែធ្លាប់វាយមួយញ៉ាយពីមុននឹងបណ្ណាគេតែនៅដល់ឥឡូវនេះកូនសិស្សរាជសីមួយអូរាជសីធ្លាប់ប៉ះរាជសីហើយហ្នឹងធ្លាប់វាយគ្នាវិញហើយមុតខ្លឹមសទៀតអូសដែរហើយហ្នឹងអែមសុធីបាទអូធ្លាប់បានធីទៀតបាទប៉ះ2ដងឆ្នាំមួយចាញ់មួយបាទញ៉ាធ្លាប់បានពៀនខ្សែក្រវ៉ាត់នេះខ្លះបងការវាយអត់ធ្លាប់បានខ្សែក្រវ៉ាត់ទេធ្លាប់បាន2លេខ1អូប៉ុណ្ណាកាលហ្នឹងប៉ុលេខ5 32នាក់បានអូ32នាក់គេធ្លាប់ឮ4 man 8 man តែញ៉ា32 man កាលហ្នឹងវាមិនប្រត់ឈ្នះបណ្ណាទេបងឈ្នះ Limbibol អូ Limbibol តែឥឡូវរ៉ាហើយទៅឥឡូវឈ្មោះណាគាត់ឈប់បាយហ្នឹងបាទអូខេឥឡូវបងប្អូនចាំមើលតើក្លឹបគ្រូសេមុនថេនអាចរកប្លុកដាក់ខ្សែក្រវ៉ាត់2ទៀតបានអត់ព្រោះថាប៉ះសិតតែអ្នកក្លឹមពិសេសគឺមហាម៉ាត់ធ្លាប់ចាញ់ឌឹមសរុំរីឯយ៉ាស៊ីនធ្លាប់ឈ្នះបុនធានដល់2ដងបាទអរគុណញ៉ាបងសម្រាប់ការផ្ដល់បទពិសោធន៍បាទអរគុណបង